រដ្ឋបាលស្រុកជលគិរីដង្ហែពានរង្វាន់ជ័យលាភីសមិទ្ធកម្មរដ្ឋបាលស្រុកនិងពានរង្វាន់ស្តង់ដារសាលាគំរូគ្រូល្អនិងពានរង្វាន់កីឡាឆ្នាំ2024-2025ពានរង្វាន់ចំនួន6ត្រូវបានរដ្ឋបាលស្រុកជលគិរីទទួលបានជាពានជ័យលាភីទាំងរដ្ឋបាលស្រុកនិងគ្រឹះស្ថានសិក្សាដើម្បីចូលរួមអបអរសាទរនិងលើកទឹកចិត្តដល់អង្គភាពសាលារៀននិងរដ្ឋបាលស្រុកនាថ្ងៃទី13ខែមីនាឆ្នាំ2026នេះរដ្ឋបាលស្រុកជលគិរីដឹកនាំដោយលោកដៅកំស៊ីនអភិបាលស្រុកបានរៀបចំធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីនៅក្នុងមូលដ្ឋានស្រុកជលគិរីដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងអាជ្ញាធរចូលរួមអបអរសាទរនៅសមិទ្ធផលថ្មីដែលជាផ្លែផ្កាដែលរដ្ឋបាលស្រុកជលគិរីទទួលបាននាពេលនេះលោកដៅកំស៊ីនអភិបាលស្រុកជលគិរីបានសម្ដែងនៃការអបអរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនិងលោកគ្រូអ្នកគ្រូចំពោះជ័យលាភីនាថ្ងៃនេះដែលបង្ហាញថាទាំងសាលានិងរដ្ឋបាលស្រុកជលគិរីដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការបម្រើវិស័យអប់រំនិងសមិទ្ធកម្មដែលរដ្ឋបាលស្រុកបានអនុវត្តពានរង្វាន់ដែលធ្វើពិធីដង្ហែនាពេលនេះមានចំនួន6គឺទី1រដ្ឋបាលស្រុកទទួលពានរង្វាន់នៃការវាយតម្លៃសមិទ្ធកម្មរដ្ឋបាលក្រុងស្រុកក្នុងឆ្នាំ2025ទី2សាលាបឋមសិក្សាព្រៃគ្រីត្បូងទទួលបានពានរង្វាន់ស្តង់ដារសាលារៀនគំរូសម្ដេចមហាបវរធិបតីក្នុងឆ្នាំសិក្សា2024-2025ទី3សាលាបឋមសិក្សាព្រៃគ្រីត្បូងទទួលបានពានរង្វាន់សម្ដេចតេជោសែនគ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី1ដោយលោកគ្រូខំស៊ីណេក្នុងឆ្នាំសិក្សា2023-2024ទី4សាលាបឋមសិក្សាព្រៃគ្រីត្បូងទទួលបានពានរង្វាន់ជ័យលាភីពានរង្វាន់កីឡាក្នុងឆ្នាំសិក្សា2025-2026ទី5សាលាបឋមសិក្សាកំពង់អូសទទួលបានពានរង្វាន់សម្ដេចតេជោសែនគ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី1ដោយលោកគ្រូសុកសណ្ដោសនៅក្នុងឆ្នាំសិក្សា2022-2023និងទី6សាលាបឋមសិក្សាក្បាលកន្លងទទួលបានពានរង្វាន់សម្ដេចតេជោសែនគ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី1ដោយលោកគ្រូមានសុភ័ក្រនៅឆ្នាំសិក្សា2024-2025ថ្ងៃនេះគឺរដ្ឋបាលស្រុកជលគិរីមានកិត្តិយសបានរៀបចំកម្មវិធីហែពានរង្វាន់ដែលពានរង្វាន់នេះគឺមានពានរង្វាន់របស់រដ្ឋបាលស្រុកក្នុងការបំពេញស្នាដៃល្អជាប់ចំណាត់ថ្នាក់លេខ2ទូទាំងប្រទេសហើយនឹងពានរង្វាន់សាលាល្អចំនួន1សាលាហើយគ្រូល្អចំនួន3លោកគ្រូនិងពានរង្វាន់របស់កីឡានៅក្នុងអត្ថន័យនៃការរៀបចំនេះគឺបង្កលក្ខណៈក៏ដូចជាបង្ហាញជូននៅមហាជនអំពីវឌ្ឍនភាពនិងការរីកចម្រើនរបស់ស្រុកព្រមទាំងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធលោកគ្រូអ្នកគ្រូមេដាបិតាសិស្សព្រមទាំងមហាជនទូទៅជាពិសេសសហគមន៍ក្នុងគោលដៅដើម្បីជំរុញការងារអភិវឌ្ឍរបស់យើងជាពិសេសការងារអប់រំដើម្បីអភិវឌ្ឍសាលារៀនឲ្យមានលក្ខណៈស្តង់ដារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយនៅក្នុងនេះក៏សូមអំពាវនាវដល់អាជ្ញាធរទាំងអស់នៅក្នុងស្រុកព្រមទាំងសាលាដែលមិនទាន់មានស្នាដៃនេះឲ្យខិតខំបំពេញការងាររបស់ខ្លួននិងអភិវឌ្ឍសាលារៀនឲ្យស្របតាមគោលនយោបាយដើម្បីឈានដណ្ដើមពានរង្វាន់ដោយសាលាដែលបានរៀបចំនៅថ្ងៃនេះផងដែរលោកដៅកំស៊ីនអភិបាលស្រុកជលគិរីបានបញ្ជាក់ថាស្រុកជលគិរីទោះបីជាស្រុកមួយដែលដើមឡើយជួបការលំបាកស្ទើរគ្រប់វិស័យក៏ដោយតែនាពេលនេះស្រុកមួយនេះមានការអភិវឌ្ឍជាបន្តបន្ទាប់ទាំងវិស័យរដ្ឋបាលសាធារណៈវិស័យអប់រំបានកំពុងតែបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ហើយលទ្ធផលនាថ្ងៃនេះបានឆ្លុះបញ្ចាំងឲ្យឃើញថាគ្រប់វិស័យនៅក្នុងរដ្ឋបាលស្រុកជលគិរីការរីកចម្រើនដោយបណ្ដាក្រុងស្រុកដទៃនៅខេត្តកំពង់ឆ្នាំងនិងនៅទូទាំងប្រទេសលោកអភិបាលស្រុកបានអំពាវនាវដល់គ្រឹះស្ថានសិក្សាសាលារៀននិងអាជ្ញាធរមូលដ្ឋានបន្តខិតខំប្រឹងប្រែងទៀតដើម្បីក្លាយជាស្រុកដែលមានសក្តានុពលទាំងផ្នែកធនធានមនុស្សនិងការផ្ដល់សេវាល្អសម្រាប់ជូនប្រជាពលរដ្ឋគ្រូបង្រៀននិងនាយកសាលាដែលទទួលបានពានរង្វាន់ជ័យលាភីបានប្រាប់ឲ្យដឹងថាលទ្ធផលដែលបាននាថ្ងៃនេះគឺមិនមែនកាត់ចេញតែបុគ្គលម្នាក់នោះទេដោយសារមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចជាសហគមន៍មាតាបិតាសិស្សថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានពិសេសគណៈអភិបាលខេត្តកំពង់ឆ្នាំងគណៈអភិបាលស្រុកចំពោះលទ្ធផលដែលបាននាពេលនេះវាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីគុណវុឌ្ឍិរបស់នាយកគ្រូបង្រៀនដែលផ្ដល់នៅសេវាអប់រំប្រកបដោយប្រសិទ្ធភាពនិងគុណភាពគឺពានរង្វាន់ស្តង់ដារសាលាគំរូដែលទទួលបានពីសម្ដេចបវរមហាធិបតីបាទហ៊ុនម៉ាណែតហើយមុននឹងទទួលបានពេលនេះគឺសាលារៀនបានមានផែនការមួយហើយនឹងមានកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធគ្រប់ដំណាក់ថ្នាក់
រួមទាំងគណៈកម្មការគ្រប់គ្រងសាលារៀនរៀនព្រមទាំងសហគមន៍មានការចូលរួមជួយឧបត្ថម្ភបាទទើបធ្វើឲ្យសាលារៀននេះទទួលបានពានស្តង់ដារសាលារៀនគំរូនេះធ្វើបានគ្រប់ទាំងអស់ទៅបានយើងទទួលបានលទ្ធផលព្រោះពាននេះគឺយើងបានទី1មានកិច្ចសហការរវាងបុគ្គលិកនៅក្នុងអង្គភាពរបស់យើងហើយទី2គឺយើងមានកិច្ចសហការជាមួយនឹងគណៈកម្មការថ្នាក់រៀនគណៈកម្មការគ្រប់គ្រងសាលារៀនព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បាទចំពោះរូបខ្ញុំផ្ទាល់ដែលជានាយកសាលាបឋមសាស្ត្រព្រៃជីត្បូងក៏សូមថ្លែងអំណរគុណបាទទៅដល់បាទគណៈកម្មការថ្នាក់រៀនក៏ដូចជាបាទសមាជិកនៃអង្គភាពរបស់ខ្ញុំទាំងមូលព្រមទាំងគណៈកម្មការសាលារៀននិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលតែងតែចូលរួមគាំទ្រឧបត្ថម្ភបាទទាំងថវិកានិងក៏ដូចជាការលើកទឹកចិត្តឲ្យអង្គភាពរបស់ខ្ញុំបាទមានការបដិញ្ញាចិត្តដើម្បីទទួលបានពានរង្វាន់ដូចថ្ងៃនេះបាទហើយខ្ញុំមានអារម្មណ៍ថាសប្បាយមែនទែនបាទអរគុណครับពិធីដង្ហែពានរង្វាន់ជ័យលាភីនាពេលនេះគឺធ្វើឡើងដើម្បីអបអរសាទរនិងពញ្ញាក់ស្មារតីដល់សាលារៀនដទៃទៀតដែលមិនទាន់បានជាប់ចំណាត់ថ្នាក់ឲ្យខិតខំក្នុងការចូលរួមប្រឡងប្រជែងនិងពង្រឹងគុណវុឌ្ឍិឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីទទួលបានជ័យលាភីមួយនេះ